នេះគឺជាវីដេអូដែលបង្ហាញអំពីការធ្វើតេស្តអំណាចស្ទាត់ប្រចាំថ្នាក់ទី8និងថ្នាក់ទី10នៃវិទ្យាល័យហ៊ុនសែនត្រពាំង3យោងតាមប្រកាសលេខ1277 អយកប្រកស្ដីពីការដាក់ឲ្យអនុវត្តស្តង់ដារសាលាមធ្យមសិក្សាគំរូចុះថ្ងៃប្រហោះ1300ខែមករាឆ្នាំថោះបញ្ញស័កពុទ្ធសករាជ2567ត្រូវនៅថ្ងៃទី28ខែធ្នូឆ្នាំ2023វិទ្យាល័យហ៊ុនសែនត្រពាំង3បានធ្វើការរៀបចំតេស្តអំណាចស្ទាត់សម្រាប់ថ្នាក់ទី8និងថ្នាក់ទី10តើអ្វីទៅជាតេស្តអំណាចស្ទាត់ការធ្វើតេស្តអំណាចស្ទាត់មិនមែនគ្រាន់តែមើលថាបងប្អូនអានអក្សរត្រឹមត្រូវតាមអក្ខរាវិរុទ្ធប៉ុណ្ណោះទេប៉ុន្តែជាការវាស់វែងទៅលើល្បឿននៃការអានភាពត្រឹមត្រូវនិងការលើកដាក់សំឡេងល្បឿននៃការអានគឺគេចង់សំដៅទៅលើចំនួនពាក្យដែលអាចអានបានត្រឹមត្រូវក្នុងរយៈពេល1នាទីចំណែកឯភាពត្រឹមត្រូវគឺជាការបញ្ចេញសំឡេងច្បាស់មិនបង្កប់ឬមិនបន្ថែមពាក្យរីឯការលើកដាក់សំឡេងវិញនោះគឺជាការអានដោយមានមនោសញ្ចេតនាការតាមសញ្ញាវណ្ណយុត្តដែលបង្ហាញថាប្អូនយល់ពីអត្ថន័យនៃអត្ថបទនោះហេតុអ្វីបានជាការធ្វើតេស្តអំណាចស្ទាត់យើងធ្វើសម្រាប់តែសាសថ្នាក់ទី8និងថ្នាក់ទី10ជាការពិតណាស់សាសថ្នាក់ទី8ជាដំណាក់កាលពង្រឹងមូលដ្ឋានគ្រឹះនៃភាសាខ្មែរធ្វើយ៉ាងណាដើម្បីឲ្យពួកគេបានត្រៀមខ្លួនសម្រាប់មធ្យមសិក្សាបឋមភូមិជាពិសេសបើសិនជាពួកគេមិនអាចអានស្ទាត់បានទេវានឹងរំខានដល់ការចាប់យកមេរៀនផ្សេងសម្រាប់សិស្សថ្នាក់ទី10វិញនោះគឺជាការចាប់ផ្ដើមនៃកម្រិតថ្នាក់បាក់ឌុបការអានស្ទាត់ជួយឲ្យសិស្សមានសមត្ថភាពវិភាគអត្ថបទអក្សរសិល្ប៍បានរហ័សនិងការឆាប់យល់ខ្លឹមសារមុខវិជ្ជាផ្សេងៗទៀតកាន់តែស៊ីជម្រៅធ្វើឲ្យពួកគេងាយចាប់យកមេរៀនក៏ដូចជាខ្លឹមសារលើមុខវិជ្ជាផ្សេងៗផងដែរការអានស្ទាត់ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សទូទៅកាលណាយើងមានការអានស្ទាត់ខួរក្បាលមិនចាំបាច់ចំណាយកម្លាំងលើការប្រកបពាក្យគឺផ្ដោតសំខាន់ទៅលើគោលដៅតែមួយប៉ុណ្ណោះគឺការចងចាំខ្លឹមសារវាបានជួយដល់សិស្សានុសិស្សទាំងអស់ឲ្យមានការស្រាវជ្រាវឯកសារឆាប់រហ័សជាងមុនជួយឲ្យសិស្សានុសិស្សកាន់តែមានទំនុកចិត្តបង្កើនភាពក្លាហានក្នុងការបញ្ចេញមតិនិងការនិយាយជាសាធារណៈការអានគឺជាគុណសោសម្រាប់ចាក់បើកទ្វារនៃចំណេះដឹងតើអ្នកទាំងអស់គ្នាដឹងដែរឬទេថាខ្លួនកំពុងតែមានគុណសោដ៏មានតម្លៃមួយនៅក្នុងដៃ